ប្រានជាហ្កាមកពីខេត្តស្ទឹងត្រែងបេក្ខនារីទី24អាតសវណ្ណអានីតាមកពីសាលារៀនសវណ្ណភូមិទី26ខេត្តកណ្ដាលចំណងជើងកំណាព្យបទប្រាសាទសិលាខ្មែរបទពាក្យ7សូត្រតាមបែបមេត្រីបាចាសូមអញ្ជើញជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមលំអរកាយគោរពយ៉ាងខ្ពង់ខ្ពស់ទៅកាន់គណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលជាទីគោរពនិងជាទីមេត្រីនាងខ្ញុំឈ្មោះអាតសវណ្ណអានីតាជាសិស្សរៀនថ្នាក់ទី9នៃសាលារៀនសវណ្ណភូមិទី26តាក់ខ្មៅទី2តំណាងឲ្យខេត្តកណ្ដាលនៅក្នុងវេលានេះនាងខ្ញុំពិតជាមានសេចក្តីសមនស្សរីករាយជាក្រៃលែងដែលបានឡើងមកស្មូតកំណាព្យបទពាក្យ7ដែលមានចំណងជើងថាប្រាសាទសិលាខ្មែរដកស្រង់និងកែសម្រួលពីគម្រោងអត្ថបទអក្សរសិល្ប៍ក្រសួងអប់រំឆ្នាំ1982សូត្របែបមេត្រីបាសូមរីករាយស្ដាប់ដូចតទៅប្រាសាទសិលាបាំងកងព្រៃវត្តធំដំឡៃបងរានគេជីវិញស្វាកម្មជួមចាំជេសិល្បៈឆ្នេរកាក្នុងលោកកាប្រាសាទនគរវត្តបាញ់ចង់ល្អទ្រង់ស័ក្តិសមដូចសុគីកំពូ5ដូចបទូមីបូជាថ្វាយអងព្រះវេស្នងបាកានកំពូ
ប្រសនតាព្រំភ្នំបាខាងជាទីស្ងំស្ងាញ់ជននានីមកសៃចាំក្រុងសាងក្នុងគ្រីសាងម៉ៃខេមរាមានរនធីងបាយ័នក្រុងធំភ្នំត្រង់យុះសងលើលៀនខ្ពង់ក្នុងធានីហៅថាយ៉ាងសោធរាំងគិរីជាទីខ្សែខ្សាន្តសមរនចិនចាសូមអរគុណ ចាសូមអរគុណ